ខ្ញុំមានសំណួរខ្លួនឯងចង់សួរថាតើយើងមានធម៌អ្វីដែលជួយឲ្យយើងកាត់ម្នះដើម្បីជួយសហគមន៍យើងឲ្យមានការរីកចម្រើនរៀនដែលដើម្បីយើងដាក់ម្នះចុះហើយកសាងសហគមន៍រួមគ្នាបាទអញ្ចឹងពាក្យសាមគ្គីយើងឮតាំងពីយូរមែនទេហ្នឹងហើយពាក្យព្រះហើយយើងយកមកនិយាយគ្នាថាសាមគ្គីគ្នារស់បែកបាក់សាមគ្គីគ្នាស្លាប់ហ្នឹងហើយប៉ុន្តែពាក្យសាមគ្គីនេះជាផលទេយើងត្រូវដឹងស្គាល់ហេតុថាវាមានធាតុឲ្យសាមគ្គីបើវាមានធាតុឲ្យសាមគ្គីហើយចង់ឲ្យបែកក៏វាអត់បែកដែរធម៌ដែលនាំឲ្យសាមគ្គីគ្នាគឺសារណយធម៌បងសំដែងសារណយធម៌មានន័យថាធម៌នោះតែកាលណាមាននៅក្នុងចិត្តយើងហើយវាចេះតែឲ្យនឹកគ្នាវាចេះតែចង់ឲ្យចូលមករួមជាមួយគ្នាហើយហ្នឹងហើយទី1គឺហៅថាមេត្តាកាយកម្មមេត្តាកាយកម្មហ្នឹងរៀបរាប់ចាប់ទាំងពីយើងជួបគ្នាយើងស្វាគមន៍គ្នាសម្លឹងមើលគ្នាដោយក្តីស្រឡាញ់អញ្ចឹងណាឬក៏យើងជួយទុក្ខធរៈគ្នាពេលដែលមានបញ្ហាអីចឹងណាហ្នឹងហើយឈឺថ្កាត់អីចឹងជួនកាលអះអាងជួយវាកាត់អីចឹងទៅកាត់ចឹងទៅហើយទី2ដែលគួរពិនិត្យមែនទេហ្នឹងគឺមេត្តាវចីកម្មមេត្តាវចីកម្មគឺផ្ទៀងផ្ទាត់ពាក្យនិយាយរបស់យើងហ្នឹងគឺថាមិននាំភាពក្តៅក្រហាយដល់អ្នកស្ដាប់អញ្ចឹងណាហៅថាវាចាប្រកបដោយមេត្តាវាចាប្រកបដោយមេត្តាហ្នឹងមានន័យថាការដែលនិយាយទៅហ្នឹងគឺវាអត់ដោយចិត្តស្អប់ចេញទៅរៀនតម្រង់អាហ្នឹងអត់ទៅតម្រង់គេរៀនតម្រង់អាហ្នឹងព្រោះថាកាលណាបើយើងនិយាយដោយភាពស្អប់នៅក្នុងខ្លួនយើងទោះយើងឆ្លាតប៉ុណ្ណាក៏ដោយក៏វាផ្អៀងដែរស្ដាប់បើបំផ្អៀងមែនទេយើងឆ្លាតប៉ុណ្ណាក៏ដោយចំណាំមើលប្រកាសជាឌឺឲ្យនេះឌឺឲ្យនោះហើយមនុស្សមានខ្លួនដឹងយើងឌឺដាក់បើទោះមិនតក៏ខ្នក់ដែរនេះជាហេតុឲ្យបែកបាក់សាមគ្គីគ្នាមែនទេណាអញ្ចឹងបានមានពាក្យគេនិយាយមួយថាអ្នកមិនចាំបាច់និយាយគ្រប់ពាក្យដែលអ្នកគិតឃើញនោះទេប៉ុន្តែអ្នកត្រូវតែគិតរាល់ពាក្យដែលអ្នកនិយាយមែនទេណាខ្ញុំឃើញយើងជួនកាលក្លាហានខុសតំណងជាពិសេសអ្នកនៅក្រៅប្រទេសខ្ញុំក៏អ្នកនៅក្រៅប្រទេសដែរក្លាហាននិយាយហើយអត់ហ៊ានទទួលខុសត្រូវឧបមានៅពីចង្អាយនិយាយខ្លាំងនិយាយទៅវាលើសពីអ្វីដែលអាចថាចុះបើនៅខាងមុខយើងហ៊ាននិយាយចឹងអត់ចឹងភាពក្លាហានត្រូវឆ្លុះបញ្ចាំងពីភាពជាក់ស្ដែងមែនទេចឹងមហាមគ្គន្ធីគាត់និយាយថាមនុស្សយើងមានចរិតពិតតែមួយទេតែបើមនុស្សមានចរិតពីរគឺជាមនុស្សខូចឆ្ងាយផ្សេងចិត្តផ្សេងអាហ្នឹងវាហួសអ្វីដែលយើងអាចធ្វើកើតអញ្ចឹងបើកាលណាប្រកបដោយចិត្តមេត្តាហើយនិយាយហ្នឹងគិតថាតើវាមានប្រយោជន៍ដល់អ្នកស្ដាប់អត់ពេលយើងនិយាយទៅណាគិតចឹងពាក្យថាវាចាប្រកបដោយមេត្តាហ្នឹងមានន័យថាពាក្យហ្នឹងត្រូវក៏ដោយប៉ុន្តែសួរខ្លួនយើងថាចុះបើយើងនិយាយទៅហ្នឹងមានប្រយោជន៍ដល់អ្នកស្ដាប់អត់ទោះជាពិតតែបើវាអត់មានប្រយោជន៍ដល់អ្នកស្ដាប់ទេនិយាយទៅកើតទៅរឿងមិនបាច់និយាយក៏បានមែនទេហ្នឹងហើយអញ្ចឹងបានគេនិយាយថាម៉េចទោះអ្នកមិននិយាយក៏មិនហៅថាគោណាមានពេលខ្លះបាទហើយរឿងក្នុងសង្គមយើងរាល់ថ្ងៃកើតពីសម្ដីហ្នឹងច្រើនណាស់មែនទេច្រើនរឿងជួនកាលដឹងមិនច្បាស់ហ្នឹងក៏ចេះតែនិយាយដែរណារឿងនេះរឿងនោះហើយនិយាយពីអ្នកនិយាយហ្នឹងដឹងជាងម្ចាស់ខ្លួនគេទៀតមែនទេអាហ្នឹងសិតតែនាំឲ្យបែកបាក់ក្នុងសង្គមយើងមិនបាច់ទៅរឿងណាទៅរឿងខ្ញុំមិនដឹងឮដល់នេះមិនខ្លះទេអញ្ចឹងមកខ្ញុំខ្ជិលបកស្រាយព្រោះអ្នកនិយាយវាដឹងជាងខ្ញុំទៀតណាអញ្ចឹងបានអីគេនៅរឿងសូក្រាតដែលមានគេមកនិយាយប្រាប់គាត់ថាខ្ញុំឮគេនិយាយអាក្រក់
ពីសិស្សរបស់លោកហ្នឹងហើយខ្ញុំចាំសូវច្បាស់ហើយគាត់ថាតើអ្នកឯងបានដឹងថារឿងហ្នឹងពិតអត់តែខ្ញុំអត់ដឹងទេហ្នឹងហើយគាត់ថានៅមានឱកាសមួយទៀតខ្ញុំឲ្យឱកាសមួយទៀតថាចុះសួរថាណែឯងបានឃើញរឿងហ្នឹងផ្ទាល់ភ្នែកអត់ឮផ្ទាល់តិចអត់ថាអត់ទេឮតាមគេហើយសួរទៀតថាចុះណែឯងច្បាស់ទេថារឿងហ្នឹងជារឿងពិតថាអត់ច្បាស់ទេអញ្ចឹងណែឯងនៅមានឱកាសម្ដងទៀតតើអ្នកឯងចង់យកនិយាយនឹងមកប្រាប់យើងរឿងហ្នឹងមកនិយាយប្រាប់យើងរឿងហ្នឹងមានប្រយោជន៍អត់ថាដូចជាគ្មានប្រយោជន៍អីដែរឃើញទេទី1អត់បានដឹងខ្លួនឯងទេទី2មិនដឹងថាពិតឬមិនពិតទី3ដឹងថាអត់ប្រយោជន៍ទេចង់តែមកនិយាយប្រាប់ទៀតឃើញជារឿងអត់ប្រយោជន៍អីហើយសបោអីចឹងសបោហើយអាពាក្យសម្ដីរហងៃហ្នឹងឯងដែលនាំឲ្យបែកបាក់សាមគ្គីគ្នាសឹងថា10រឿងទាំង10រឿងហ្នឹងឯងចេញពីពាក្យសម្ដីមែនទេចំណាំមើលឃើញចឹងហ្នឹងហើយប៉ុន្តែហេតុដែលនាំឲ្យកើតសាមគ្គីគ្នាបានទី1យើងមិនមែនជាអ្នកសន្សំរឿងកុំទៅគ្រប់គ្រងមាត់ណាគេគ្រប់គ្រងមាត់យើងកុំខ្លាយជាមនុស្ស virus ត្រូវជាមនុស្ស vaccine មែនទេរឿងមួយខាងមិនបាច់ធ្លាយដល់មួយខាងក៏បានជួនកាលរឿងហ្នឹងពិតទេលឺអ្នកនេះនិយាយពីនេះយើងគិតថាតើប្រាប់ហើយពីអ្នកហ្នឹងកាន់តែបែកគ្នាឆ្ងាយឬក៏កាន់តែរួបរวมទោះវាពិតបើប្រាប់ហើយគេកាន់តែបែកគ្នាមិនប្រាប់ក៏បានមែនទេហ្នឹងហើយអាហ្នឹងមេត្តាកាយកម្មហ្នឹងអញ្ចឹងមិនមែនទល់តែនិយាយទេអាអត់និយាយហ្នឹងក៏ឈ្មោះថាមេត្តាវិច័យកម្មដែរជួនកាលនិយាយលេងខ្លះធ្វើឲ្យគេបែកគ្នានិយាយលេងអតីតនៅវត្តខ្ញុំក៏និយាយលេងសុំទោសអ៊ំម្ចាស់បងគាត់នៅឡើយទេរឿងគាត់ហ្នឹងឯងគាត់ដើរទៅជាមួយខ្ញុំតាំងខ្ញុំនៅលោកហើយជាមួយអ៊ំប្រធានគណៈកម្មការតែឥឡូវគាត់ស្លាប់ហើយគាត់ញាស់លេងណាដល់ពេលមកស្រាប់តែប្រាប់ប្រពន្ធអ៊ំចាថានិយាយឯងទុកចិត្តតាហ្នឹងទៅមួយលោកគ្រូប៉ុនយប់គ្មាននៅមួយលោកទេគាត់និយាយលេងណាដល់លេងអញ្ចឹងនិយាយនោះខឹងតាត់មាត់តែងមិញវិចក៏វិចចុះពីតាទៅនៅមួយកូននៅភ្នំកវាញទៅបាត់ពីផ្ទះតាងវមអីគាត់អញ្ចឹងពាក្យលេងខ្លះព្រោះថ្នាក់អញ្ចឹងគេថាចឹងតាទេហៅមិនក៏មិនមកវិញទល់តែអ៊ំប្រធានគណៈកម្មការហ្នឹងគាត់ទៅសុំទោសទង្វឲ្យមកវិញតែខ្ញុំនិយាយលេងទេប៉ុន្តែលេងក៏ដោយមនុស្សដកចិត្តជួនកាលគេជួយគ្នាគេមិនដឹងទេណាឃើញទេអញ្ចឹងពាក្យលេងក៏ដោយក៏រឿងដែរអញ្ចឹងបានបង្ហាញថាសម្ភបលាបៈឃើញទេអាសម្ភបលាបៈហ្នឹងក៏មានទោសដែរឃើញទេទី3មេត្តាមនោកម្មកាលណាឧបមាថាយើងបង្កើតវត្តបង្កើតសមាគមចុះក្នុងគំនិតហ្នឹងគិតថាធ្វើយ៉ាងណាណដើម្បីឲ្យសមាគមហ្នឹងដំណើរការបានល្អធ្វើយ៉ាងណាណដើម្បីឲ្យកិច្ចការងារហ្នឹងដើរទៅរលូនមានគំនិតតែអញ្ចឹងឯងទោះជាអញបានធ្វើក៏ដោយអញមិនបានធ្វើក៏ដោយក៏ធ្វើយ៉ាងណាឲ្យទៅសហគមន៍ហ្នឹងដើរទៅបានដោយល្អអានឹងឯងគឺជាការចូលរួមចំណែកឲ្យវាទៅឃើញទេហ្នឹងមិនថាបើអញមិនបានធ្វើឯងក៏មិនបាច់ធ្វើមិនមែនអញ្ចឹងទេមិនអញ្ចឹងទេហើយតែមានធัวនឹងហើយឃើញអាធិធសាមគ្គីវាចូលទេមានន័យថាគួយពុកមកអត់មានណាដែលលឺពីគាត់ហ្នឹងអ្នកនាំបញ្ហាទេគាត់មនុស្សស្ងប់ស្ងៀមបើនិយាយតែពាក្យល្អឃើញអា credit ល្អរបស់យើងមាននៅហ្នឹងហើយហ្នឹងយ៉ាងណាក៏យើងមិនមែនជាអ្នកចម្លងធៀបឲ្យគេដែរទី4សីលសមញ្ញតាការដែល
ប្រព្រឹត្តនឹងប្រហាក់ប្រហែលគ្នាដូចថាបើយើងស្រឡាញ់ការងារសង្គមហ្នឹងក៏ស្រឡាញ់ដូចគ្នារសាសិលអីក៏ប្រហាក់ប្រហែលគ្នាអីចឹងទៅវាជាធัวដែលឲ្យចូលគ្នាបានហើយទី4ទី5សាធារណភោគីការចែករំលែករបស់បរិភោគអីចឹងយើងអាសាជុំគ្នាយកម្ហូបរួមគ្នាអីចឹងណាចែកគ្នាបានអីចែកគ្នាទៅវិញទៅមកអីហ្នឹងសិតតែជាធាតុនាំឲ្យមានការសាមគ្គីឃើញទេហើយនឹងទី6ពិសេសជាងគេបំផុតហ្នឹងគឺទិដ្ឋិសាមញ្ញតាគឺការយល់ត្រូវដូចគ្នាហើយយើងគឺល្អណាស់មានពធជាគោលកាលណាមានមេគាពធរៀនធជាគោលមានទិដ្ឋិដូចគ្នាមនុស្សរត់រស់គ្នាឃើញទេអញ្ចឹងបានខ្ញុំទៅខ្មែរអញ្ចឹងទៅមនុស្សឲ្យទៅស្ដាប់ធយល់ពីពាក្យព្រាមបដៅរបស់ព្រះអង្គហើយមនុស្សមករកគ្នាឃើញធាតុនឹងវារត់រស់គ្នាហ្នឹងហើយដូច្នេះឲ្យមនុស្សទៅសាមគ្គីល្មិចបើវាអត់មានធាតុដែលស្រូបគ្នាដូចដែកហិញដែលឆក់អញ្ចឹងបើវាអត់មានធាតុស្រូបទៅរកគ្នាហ្នឹងហើយតែទាំង6នេះខ្ញុំឃើញគ្រោះថ្នាក់ជាងគេគឺពាក្យសម្ដីអញ្ចឹងបើសង្រួមពាក្យសម្ដីបានខ្ញុំគិតថាកាត់បន្ថយការឆ្លោះគ្នាមែនទេហ្នឹងហើយម្យ៉ាងទៀតយើងមិនអាចហាមបានទេព្រះនៅក៏មានអ្នកឆ្លោះគ្នាដែរវិខពីអង្គពីពួកប៉ុន្តែសំខាន់រៀនឆ្លោះគ្នាសារជាថ្មីកុំឆ្លោះពីចងាយកុំឆ្លោះឲ្យដើរចេញឆ្លោះឲ្យណាត់គ្នានិយាយគ្នាណាអានឹងល្អព្រះបរិញ្ញាហ្នឹងតោះចិត្តណាណាឬណាណានិយាយអីពីយើងអញ្ជើញគាត់ហូបតែមើលលបងឯងហ្មងឥឡូវនិយាយឲ្យច្បាស់មែនទេប៉ុន្តែដល់ហើយយើងចេះថាអូយអញខ្ជិលនិយាយប៉ុន្តែតាមពិតនិយាយនៅក្រៅអាហ្នឹងហើយតាមវត្តតាមអីខ្ញុំឃើញច្រើនពេលអង្គប្រជុំគេសួរថាមានបញ្ហាអូខ្ញុំគ្មានបញ្ហាអីទេគ្មានទេប៉ុន្តែទៅក្រោយហុយអាហ្នឹងក៏ជារឿងដែរអាពេលប្រជុំគ្នាអត់និយាយទេអត់មានបញ្ហាប៉ុន្តែបញ្ហានៅខាងក្រៅហ្នឹងណាអាហ្នឹងក៏ជាបញ្ហាដែរអញ្ចឹងសូមឲ្យខ្មែរយើងនៅនេះដើរជាគំរូឲ្យខ្ញុំមើលផងអញ្ចឹងណាយើងអ្នកនៅខាងក្រៅអ្នកប្រទេសស៊ីវិល័យហ្នឹងហើយអញ្ចឹងការគិតការរួមគ្នានឹងសូមឲ្យស៊ីវិល័យបាទហើយដល់ពេលឃើញស៊ីវិល័យអញ្ចឹងហើយថ្ងៃក្រោយចង់ទៅជួយនៅស្រុកខ្មែរអីជាក្តីសង្ឃឹមតែបើទាស់គ្នាតាំងពីនេះទៅហើយខ្ញុំអត់សង្ឃឹមទេទៅដល់តោះនៅខ្មែរទៀត